បាទឥឡូវយើងចូលភ័យទី4របស់យើងចំណុច1.4គណៈបកនយោបាយគណៈបកនយោបាយពីរដែលប្រជែងគ្នាដឹកនាំឆាកនយោបាយសហរដ្ឋអាមេរិកគឺគណៈបកសាធារណរដ្ឋនិងគណៈបកប្រជានាធិបតេយ្យគណៈបកសាធារណរដ្ឋប្រមូលផ្ដុំដោយពួកពាណិជ្ជករធំនិងពួកម្ចាស់កសិដ្ឋាននៅប៉ែកខាងលិចប្រទេសគណៈបកប្រជាធិបតេយ្យប្រមូលផ្ដុំដោយពួកបញ្ញវន្តនិយោជិតកម្មករនិងជនជាតិភាគតិចនៅតាមទីក្រុងធំមានជនជាតិអ៊ីឡង់អ៊ីតាលីនិងពួកស្បែកខ្មៅពីរធំការកែលម្អនិងការកំណត់កម្មវិធីថ្មី2.1សហរដ្ឋអាមេរិកគឺជាចន្លោះសង្គ្រាមលោកលើកទី2សំទោសសហរដ្ឋអាមេរិកនៅចន្លោះសង្គ្រាមលោកលើកទី2នៅក្រោយសង្គ្រាមលោកលើកទី1ប្រទេសអឺរ៉ុបត្រូវស្ដារឡើងវិញដោយពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រាក់កម្ចីពីសហរដ្ឋអាមេរិកនៅឆ្នាំ1920ប្រទេសទាំងនោះបានខ្ចីប្រាក់ពីធនាគារសហរដ្ឋអាមេរិកចំនួន$10,000 លានទំនិញសហរដ្ឋអាមេរិកក៏បានហូរចូលទៅក្នុងទ្វីបអឺរ៉ុបគិតជាទឹកប្រាក់$7,000 លានក្នុងមួយឆ្នាំសន្ទុះសេដ្ឋកិច្ចសហរដ្ឋអាមេរិកបានរីកចម្រើនខ្ពស់បំផុតដែលពីមុនធ្លាប់មានមកនៅពេលនោះផងដែរសង្គមសហរដ្ឋអាមេរិកបានប្តូរឈ្មោះមុខមាត់ថ្មីទាំងស្រុងរោងចក្រឧស្សាហកម្មខិតខំផលិតឲ្យទាន់តម្រូវការទីផ្សារដូចជារថយន្តវិទ្យុនិងមុខទំនិញផ្សេងជាច្រើនទៀតការរីកលូតលាស់យ៉ាងខ្លាំងសេដ្ឋកិច្ចនេះមានរយៈពេលជិត10ឆ្នាំពីឆ្នាំ1922ដល់ឆ្នាំ1929ប៉ុន្តែក្រោយមកសេដ្ឋកិច្ចសហរដ្ឋអាមេរិកក៏បានជួបវិបត្តិយ៉ាងធ្ងន់ធ្ងរមួយនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី1សំទោសសហរដ្ឋអាមេរិកក៏បានជួបវិបត្តិធ្ងន់ធ្ងរមួយខាននៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី1ប្រធានាធិបតីសហរដ្ឋអាមេរិក Woodrow Wilson ចន្លោះឆ្នាំ1916ដល់ឆ្នាំ1920បានបញ្ជាឲ្យដកទ័ពសហរដ្ឋអាមេរិកពីទ្វីបអឺរ៉ុបដើម្បីចូលរួមគ្នាពង្រឹងការអភិវឌ្ឍកសាងសេដ្ឋកិច្ចផ្ទៃក្នុងប្រធានាធិបតីសហរដ្ឋអាមេរិកដែលបន្តតំណែងពីលោក Wilson បាននាំគ្នាកសាងសេដ្ឋកិច្ចតាមទ្រឹស្ដីដើមទុកឲ្យគេធ្វើបណ្ដាលឲ្យផលិតផលកើនឡើងហួសហេតុពេលនៅសំទោសបណ្ដាលឲ្យមានផលិតផលកើនឡើងហួសហេតុពេកនៅពេលនោះតម្រូវឲ្យទីផ្សាររួមតូចវិបត្តិសេដ្ឋកិច្ចមួយបានកើនឡើងការអនុវត្តទ្រឹស្ដីនេះមានន័យថាអនុវត្តទ្រឹស្ដីទុកឲ្យគេធ្វើហ្នឹងនាំឲ្យនៅបរិមាណទំនិញកើនឡើងមិនធ្លាប់មានពីមុនមកគ្រាន់តែនៅទីក្រុង Detroit រោងចក្រផលិតរថយន្ត Ford បានបញ្ចេញរថយន្ត 9,000 គ្រឿងក្នុងមួយថ្ងៃដូច្នេះបរិមាណច្រើនបានតម្រូវឲ្យតម្លៃរថយន្តចុះថោកពីតម្លៃ$1,200មកត្រឹម$825ក្នុងមួយគ្រឿងរថយន្តកាន់តែច្រើនតម្រូវការកញ្ចក់និងកង់រថយន្តកាន់តែកើនឡើងសម័យសេដ្ឋកិច្ចធ្លាក់ចុះបានជះឥទ្ធិពលមិនល្អដល់ពួកកសិករដែរកាលពីមុនសហរដ្ឋអាមេរិកជាអ្នកនាំចេញស្រូវសាលីធំជាងគេលើពិភពលោកត្រូវកាត់បន្ថយបរិមាណនាំចេញប៉ុន្តែតម្លៃទីផ្សារអន្តរជាតិនៅតែធ្លាក់ចុះដដែលយើងចូលទំព័រទី5បញ្ហាមួយទៀតគឺប្រជាជនដែលមានប្រាក់ទិញទំនិញអាស្រ័យដោយខ្ចីធនាគារការខ្ចីប្រាក់
ហើយមិនបានបង្វិលទាន់ពេលវេលាធ្វើឲ្យធនាគារអស់ប្រាក់បង្វិលនិងត្រូវខ្សែធនប្រការនេះធ្វើឲ្យអ្នកមានប្រាក់ផ្ញើក្នុងធនាគារខ្លាចធនាគារដួលរលំបាត់បង់ទឹកប្រាក់របស់ខ្លួនគេប្រញាប់ប្រញាល់ទៅដកប្រាក់ពីធនាគារវិញនៅឆ្នាំ1929មានធនាគារចំនួន700បានបិទទ្វារការបាត់បង់ប្រាក់កម្ចីពីធនាគារនេះហើយបណ្ដាលឲ្យប្រជាជនកាត់បន្ថយតម្រូវការសម្ភារៈប្រើប្រាស់ជាហេតុនាំឲ្យផលិតផលឧស្សាហកម្មសល់និងគ្មានទីផ្សារតាមការធ្វើជំរឿននៅឆ្នាំ1928បានបង្ហាញថាប្រជាជនសហរដ្ឋអាមេរិក 60% រកបានមិនដល់$2,000ផងក្នុងមួយឆ្នាំក្រៅពីនោះ40% រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រនៅចន្លោះឆ្នាំ1929ដល់ឆ្នាំ1933មានពាណិជ្ជកម្មជាង100,000នាក់ត្រូវខ្សែធននិងកម្មករចំនួន13លាននាក់គ្មានការងារធ្វើចូលចំណុច 2.2 វិធានការថ្មី New Deal អង់គ្លេសលោកប៉ង់ឃ្លីនរូវែលចន្លោះឆ្នាំ1933ដល់ឆ្នាំ1945ជាបេក្ខជនប្រធានាធិបតីមកពីគណៈបព្វជិជានាធិបតីបានឈ្នះលោកហ៊ូវ៉ានៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ1932នៅពេលដែលចូលកាន់តំណែងក្នុងសេតវិមាត្រលោកបានទាញអារម្មណ៍ប្រជាជនសហរដ្ឋអាមេរិកចំពោះសុខភាពសេដ្ឋកិច្ចដែលកំពុងដុនដាបផ្ទុយពីលោកហូវ័រដែលពុំអើពើអំពីហន្តរាយរបស់រដ្ឋាភិបាលនៅក្នុងវិស័យសេដ្ឋកិច្ចលោកប្រង់ឃ្លីនហូវែរបានរៀបចំផែនការដើម្បីព្យាបាលវិបត្តិសេដ្ឋកិច្ចឆ្នាំ1929ក្រោមវិធានការថ្មីដែលគេហៅថា New Deal ដែលមានន័យថាជាការជួយសង្គ្រោះសេដ្ឋកិច្ចជាបន្ទាន់តាមកំណែទម្រង់របស់រដ្ឋាភិបាល